iPhone XS Max ភ្ញៀវគាត់យកមកដូរថ្មដោយសារថ្មគាត់ប្រើទៅអត់សូវកាន់ទេហើយសុខភាពថ្មខ្ញុំឆៃទៅនៅសល់ត្រឹមតែ72%អញ្ចឹងបងប្អូនហើយរបៀបឆៃយើងចូលទៅ setting ហើយកន្លែង battery health នេះបាទ capacity ថ្មនៅសល់តែ72%ហើយមុននឹងយើងផ្លាស់ប្ដូរថ្មឲ្យភ្ញៀវឬកោះទូរស័ព្ទភ្ញៀវខ្ញុំតែងតែឆែកមើលថាទូរស័ព្ទនឹងមានបញ្ហាអត់ដូចជាអេក្រង់ខាច់អានោះសំខាន់ជាងគេព្រោះយើងត្រូវការកោះអញ្ចឹងវាឆ្លងកត្រេកត្រាអត់បើមានបញ្ហាយើងប្រាប់ភ្ញៀវអីចឹងហើយមួយទៀតភិនភាកដៃជើងសបកវាបែកចង់ណាទៅណីយើងនិយាយថតទុកការពារឬក៏ប្រាប់ភ្ញៀវអានោះថតហ្នឹងនិយាយជាទូទៅបាទថតដើម្បីផុសក្នុងវីដេអូឲ្យបងប្អូនមើលអញ្ចឹងហើយចូលដល់ថ្មភ្ញៀវក៏សួរថ្មមានប៉ុន្មានតម្លៃថ្មល្អកម្រិតណាជាទូទៅខ្ញុំមានថ្មល្អនេះ$20ក្រៅអំពែដូចដើមមាន3174មីលីអំពែប៉ុន្តែខ្ញុំមានថ្មមួយតម្លៃទៀតគឺថ្មលើសអំពែ3000ជាង400បាទ3400អញ្ចឹងវាលើស3400អំពែអញ្ចឹងទៅបាទអញ្ចឹងឧទាហរណ៍ជាក់ស្ដែងអា$20នោះមកពេញអំពែវាកាន់3ម៉ោងគេហៅថាប្រើ3ម៉ោងវាអស់អញ្ចឹងអានេះវាអាចចូល4ម៉ោងឯដែរអញ្ចឹង4ម៉ោងយើងអត់មានអីសម្គាល់ថាប្រហែលម៉ោងហ្នឹងគាត់ថាវាលើសបែបហ្នឹងបាទលើសកន្លះម៉ោង1ម៉ោងជាងឯដែរអញ្ចឹងទៅហើយបើអាចទៅមួយទៀតបងប្អូនអាលើអំពែហ្នឹងខ្ញុំអាចនិយាយបានថាសឹងតែដូចថ្មស៊ីនដើមកណ្ដៅវាសឹងតែដូចប៉ុន្តែបើយើងនិយាយថាដូច100%មកអត់ទេអត់មានអ្វីផ្ទឹមមួយស៊ីនបានទេព្រោះរបស់ស៊ីនចេញពីរោងចក្រស្តង់ដារគេស៊ីនផ្សេងអញ្ចឹងហើយបើរឿងខ្ញុំ compare សាច់ថ្មគ្នាទំហំនេះដូចគ្នាប៉ុន្តែបើកាន់ទៅវាល្អៀងធ្ងន់ជាងបន្តិចអាចដោយសារអា capacity ថ្មវាធំជាងបន្តិចអញ្ចឹងធំជាងបន្តិចបងប្អូនធំជាងខ្លាំងវាធ្ងន់ជាងខ្លាំងធំជាងបន្តិចទេហើយសាច់ថ្ម material វាយើងស្អាតជាងបន្តិចអញ្ចឹងគាត់ថាការធានាដូចគ្នាមកខ្ញុំធានាចន្លោះកន្លះខែទៅមួយខែមានបញ្ហាខូចបដូរជូនថ្មីឲ្យបងប្អូនវិញអញ្ចឹងហើយការប្រើប្រាស់ហ្នឹងយើងថែតាមនឹងដែរបងប្អូនមិនមែនចេះតែប្រើបាត់ណាបាត់ណីទៅពីឆ្នាំងសាក់កូពីយ៉ាអនឬក៏សាក់ភ្លើងចោលដកដោតអត់ទេបងប្អូនណាហើយចូលដល់រឿងការប្រើប្រាស់ថ្មនេះខ្ញុំចែករំលែកបបផ្សាយកម្មបងប្អូនតិចដើម្បីឲ្យការប្រើទូរស័ព្ទសុខភាពថ្មបានយូរកុំឲ្យងាយខូចមិនថាទូរស័ព្ទទេគ្រឿងអេឡិចត្រូនិកផ្សេងដែលប្រើប្រាស់ថ្មហ្នឹងចង់ឲ្យបានយូរបងប្អូនទី1បងប្អូនគួរតែមិនមែនគេថាបញ្ចោបដាលេងបដាទេជិះវៀងការបញ្ចោបដាលេងបដាទី1ទី2នៅពេលដែលបញ្ចោភ្លើងពេញហើយយើងគួរតែដកចាញ់បានណាពេញ 100% ហើយគួរតែដកភ្លើងចាញ់គួរដកឆ្នាំងសាក់ចាញ់កុំបញ្ចោចោលកាលណាបញ្ចោចោលហ្នឹងវាឆាប់ខូចថ្មមួយថ្ងៃជាមួយថ្ងៃភ្លើងវាចិត្តបុកចោលស្ទីងឆាប់ខូចថ្មហើមថ្មប៉ុន្តែវាមានករណីលើកលែងករណីថាទូរស័ព្ទខ្លះគ្រឿងអេឡិចត្រូនិកខ្លះបញ្ចោពេញហើយវាផ្ដាច់ខ្លួនវា disconnect ខ្លួនវាអាហ្នឹងអត់អីបងប្អូនវាអាស្រ័យទៅលើទូរស័ព្ទដែរប៉ុន្តែភាគច្រើន iPhone បញ្ចោពេញហើយភ្លើងនៅតែបុកចោលខ្ញុំធ្លាប់ជួបច្រើនណាអញ្ចឹងពេញហើយនៅតែបុកចោលឆាប់ខូចថ្មប៉ុន្តែទូរស័ព្ទ Android ដូចជាប្រភេទរុនសាក់ Type C ទូរស័ព្ទ Android ដែលមានរុនគូតសាក់ Type C ហ្នឹងបញ្ចូលពេញហើយវាផ្ដាច់ខ្លួនវាអាហ្នឹងអត់អីទេវា disconnect ខ្លួនវាអត់កៅថាអំពែថ្មអត់បុកចូលអញ្ចឹងអត់ងាយខូចទេអញ្ចឹងបងប្អូនមើលតាមជាក់ស្ដែងខ្ញុំគ្រាន់តែបញ្ជាក់ថាពេលដែលបញ្ចូលពេញហើយបើវា disconnect ខ្លួនវាអត់អីទេប៉ុន្តែបើនៅតែចូលទៀតគួរជៀសវាងដកចាញ់បាទទី3ដើម្បីការពារសុខភាពថ្មកុំឲ្យខូចថ្មបងប្អូនគួរក៏បីប្រើឆ្នាំងសាក់ទី1 original ចំរបស់ទូរស័ព្ទហ្នឹងឬក៏គេហៅស៊ីនបាទបើមិនអញ្ចឹងទេមកបងហៅកូពីប្រភេទលេខ1ឲ្យចំលេខ1មិនមែនលេខ2លេខ3លេខ4ឬក៏គេហៅស៊ីននំហុយស៊ីននំចាក់ណាខ្ញុំបញ្ជាក់ប្រាប់តាមបងប្អូនអញ្ចឹងឲ្យប្រើចំរបស់លេខ1ឬស៊ីនហើយទី4បងប្អូនគួរក៏បីប្រើឆ្នាំងសាក់គេហៅដុំសាក់បងដុំសាក់ឲ្យត្រូវស្តង់ដារវ៉ាត់ទូរស័ព្ទឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងទូរស័ព្ទ iPhone ថ្មវាតូចទេថ្ម iPhone អត់ទាន់ដល់5000មីលីអំពែទេបើតកោ17ខ្ញុំអត់និយាយណាហើយនិយាយតកោ16ចុះក្រោមថ្មវាអត់ដល់5000មីលីអំពែទេអញ្ចឹងយើងគួរតែប្រើឆ្នាំងសាក់ឬដុំសាក់កម្រិត20វ៉ាត់ចុះក្រោមប៉ុន្តែឆ្នាំងសាក់ឬដុំសាក់20វ៉ាត់ហ្នឹងយើងគួរក៏បីប្រើតកោចាប់ពី12សេរីឡើងទៅ12សេរីឡើងទៅបានគួរប្រើឆ្នាំងសាក់ឬក៏ដុំសាក់20វ៉ាត់ប៉ុន្តែបើតកោ11ចុះមកក្រោមហ្នឹងអត់ប្រើទេបងតកោ11គេប្រើឆ្នាំងសាក់18វ៉ាត់ទេឬក៏12វ៉ាត់បាទអញ្ចឹងរាល់ថ្ងៃហ្នឹងឆ្នាំងសាក់បងប្អូនប្រើគេហៅថាសេរីពេកទៅពី20វ៉ាត់ចេះតែប្រើដូចការអ្នកខ្លះប្រើ XS Max ឬក៏ X ឬ 7 មកប្រើឆ្នាំងសាក់20វ៉ាត់ប៉ុន្តែក៏រកឆ្នាំងសាក់ដែរ20វ៉ាត់ធូរថ្លៃអនអត់គួរក៏បីប្រើតែបើបងប្អូនប្រើឆ្នាំងសាក់20វ៉ាត់ស៊ីន original ចំខ្ញុំ recommend ឲ្យប្រើចាប់ពី iPhone 8ឡើងទៅលើ iPhone 8ដោយសារឯនៅក្នុង website Apple ហ្នឹងគេបញ្ជាក់ប្រាប់អីបាទបញ្
ចេះតែថា iPhone 8 អាចប្រើឆ្នាំងសាកឬក៏ដុំសាក20 W បានប៉ុន្តែ original សុទ្ធរបស់ក្រុមហ៊ុន Apple ប៉ុន្តែបើអត់ទេបងប្អូនត្រូវបែងចែកតាមហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់ថាបើយល់ល្អគឺតកោ12ឡើងទៅលើឆ្នាំងសាកវាដុំសាកវាតែ20 W ទេប៉ុន្តែឲ្យចំស៊ីនឬក៏លេខមួយចំបន្តមកទៀតដូចខ្ញុំនិយាយអញ្ចឹងតកោ11ចូលមកក្រុមហ្នឹង18 W ឬក៏12 W គេហៅថាអំពែ3ចុចឬក៏អំពែ2.4 បាទខាងកម្លាំងចាញ់បាទអញ្ចឹងបងប្អូនត្រូវឆ្វេងយកតាមនឹងដែរហើយកុំហក់លោតតាមទូរស័ព្ទ Android ទូរស័ព្ទ Android ផ្សេងទូរស័ព្ទ Android ថ្មវាធំ 5000 មីលីអំពែឡើងទៅលើហើយប្រភេទគូតសាក់វាគឺប្រភេទគូតសាក់ Type C ហើយវាមានប្រូក្រាមមួយឬក៏ប្រព័ន្ធមួយពេញភ្លើងឲ្យផ្ដាច់ខ្លួនវាហើយក៏វាមានប្រព័ន្ធប្រូក្រាមមួយសម្រាប់ support ឆ្នាំងសាក់លឿនបាទឆ្នាំងសាក់លឿនបានថាឆ្នាំងសាក់វា support សិត25 W 35 W 40 W ជាងប៉ុន្តែ iPhone អត់ទេបង iPhone ថ្មវាតូចឬក៏ឆ្នាំងឬក៏ដុំតែ20 W ឬតែ18 W ឬតែ12 W ឲ្យតែចំរបស់វាហ្នឹងឲ្យតែវត្តចំគឺសាក់លឿនហើយល្អប្រើទៀតបងប្អូនប្រើរើសកម្រិតលើស្តង់ដារវាខូចថ្មអញ្ចឹងបានជាមួយរយៈក្រោយនេះខ្ញុំសង្កេតឃើញដូចជាទូរស័ព្ទជំនាន់ក្រោយតកោ14 Pro Max 15 Pro Max 16 Pro Max នេះសុខភាពថ្មធ្លាក់សល់82 83បងប្អូនរហូតមូលហេតុដល់ឃើញគឺមូលហេតុបែបហ្នឹងប្រើតែពីចល័តបាទអញ្ចឹងខ្ញុំរីកមិនបងប្អូនប្រើឆ្នាំងសាក់ដែលល្អចំរីស៊ីនឬក៏វត្តចំស្តង់ដាររបស់វាហើយខ្ញុំសង្កេតឃើញមួយទៀតអ្នកលក់ទូរស័ព្ទមួយចំនួនគាត់លក់ទូរស័ព្ទស៊ីនសំណុំប៉ុន្តែគាត់ឲ្យឆ្នាំងសាក់ទៅភ្ញៀវ copy ដូចជាអត់បានលេខ1ផងគាត់ឲ្យលេខ2លេខ3លេខ4អីបាទតាមខ្ញុំធ្លាប់ជួបប្រទេសបាទហើយមួយទៀតគាត់ឲ្យឆ្នាំងសាក់វាខុសស្តង់ដារពីទូរស័ព្ទបានថាគាត់ចេះតែឲ្យ20 W ខ្ញុំឃើញជាក់ស្ដែងដូច H អីចឹងទៅ H 11គាត់ឲ្យ20 W ដែរបាទអត់ត្រូវបងប្អូនអញ្ចឹងឲ្យទូរស័ព្ទស៊ីនសំណុំទៅប៉ុន្តែឲ្យឆ្នាំងសាក់អនទៅដូចកំតិចថ្មទូរស័ព្ទកំតិចទូរស័ព្ទចោលអញ្ចឹងអាហ្នឹងខ្ញុំបញ្យល់ទៅវាឆ្លៀតពេលដែលថាចែករំលែកទៅកាន់បងប្អូនអញ្ចឹងសំខាន់ណាឆ្នាំងសាក់សំខាន់បងប្អូនទិញមួយចំនួនខ្ញុំធ្លាប់ជួបឲ្យគាត់មកហៅធ្វើម៉េចឲ្យឆ្នាំងសាក់ការាវ៉ាត់ធំតម្លៃធូរធ្វើម៉េចសាក់ឲ្យបានលឿនទាំងដែលទូរស័ព្ទគាត់អត់ support ទេឬក៏ support ក៏ដោយប៉ុន្តែវាលើសពីតម្រូវការទូរស័ព្ទគាត់អញ្ចឹងណាបងប្អូនគិតខុសហើយហើយបងប្អូនសង្កេតមើលឬចំណាំមើលទៅបងប្អូនទៅទិញឆ្នាំងសាក់កន្លែងគេខុសពីខ្ញុំអត់ការនិយាយស្ដីបញ្យល់ពីខ្ញុំអត់ឬក៏ទិញទូរស័ព្ទកន្លែងគេផ្សេងហ្នឹងគេបញ្យល់ពីអញ្ចឹងអត់ឬក៏គេឲ្យឆ្នាំងសាក់លើសវត្តពីទូរស័ព្ទអត់ហើយខ្ញុំបញ្ជាក់មួយម៉ាត់ជាចុងក្រោយទូរស័ព្ទ iPhone ចំនួន16ចុះក្រោមហ្នឹងมันតាន់ដល់ឆ្នាំងសាក់លើសពី20 W ទេបញ្ជាក់អត់លើសពី20 W ទេត្រឹម20 W ចុះក្រោមទេហើយបើតកោ17ទៅចេញក្រោយខ្ញុំអត់ទាន់និយាយដោយសារខ្ញុំអត់ទាន់បានសិក្សាឬក៏ឆ្វេងយល់វាច្បាស់ហើយអានោះយើងនិយាយថា16សិនទៅ17ខ្ញុំប៉ាន់ហើយអាចថាថា20 W ចុះក្រោមទេព្រោះថ្មវាមិនទាន់លើសណាស់ណាដល់5000ជាងដូច Android ឯងបាទដូច Android iPhone ថ្មវាតូចមួយល្មមទេខ្ញុំអាចនិយាយបានថាជាងបងបើថ្មទូរស័ព្ទ iPhone ថ្មកាន់តែធំនោះទូរស័ព្ទហ្នឹងកាន់តែធ្ងន់យើងពិបាកកាន់ពិបាកប្រើដោយសារទូរស័ព្ទ iPhone បើនិយាយសួរស្ដាប់សវកវាជាប្រភេទសវកដែកតួដែកអញ្ចឹងវាធ្ងន់ណាបើ Android សវកជ័រទេអញ្ចឹងអាចថ្ម5000ជាង6000ដល់7000ក៏ស្រាដែរដោយសារសវកគេតួគេប្រភេទជ័របាទខុសពីសវកដែក iPhone វាសវកវាដែក aluminum ដែក stainless steel ដែក titanium អញ្ចឹងវាធ្ងន់ណាបងប្អូនអញ្ចឹងបើគេធ្វើថ្មធំក៏បានតែធ្ងន់យើងកាន់មកផ្លិតចុកដៃហើយពិបាកប្រើអញ្ចឹងណាហើយបើនិយាយចំទៅវាគ្មានរបស់អីមួយដែលល្អគ្រប់ដបទេសូម្បីតែមនុស្សអញ្ចឹងមនុស្សមិនមានមនុស្សណាល្អគ្រប់ដបទេមានតែបានល្អតែ7តែ8ហ្នឹងវាបានយូរទូរស័ព្ទអញ្ចឹង iPhone ខ្ញុំឲ្យ rate ថាល្អតែ7តែ8ចុះវាអត់គ្រប់ដបទេគ្មានរបស់អីល្អគ្រប់ដបទេបាទអញ្ចឹងណាហើយងាកមករឿងទូរស័ព្ទយើងវិញបានចិត្តចាប់ចូលហើយមុននឹងចាប់ចូលគឺខ្ញុំសម្អាតដូចក្នុងវីដេអូបង clean ឡើងភ្លឹងហ្មងបាទនេះផ្លុំដីផ្លុំអីសម្អាតកុំឲ្យមានដីក្នុងនឹងទូលីដីអញ្ចឹងហើយមួយទៀតបងប្អូនខ្ញុំភ្លេចប្រាប់ចុងក្រោយហ្នឹងពាក់ទងនឹងថ្មទូរស័ព្ទឬក៏ពេលដែលបងប្អូនផ្លាស់ប្ដូរថ្មឬក៏បងប្អូនទិញទូរស័ព្ទថ្មីក៏ដោយថ្មីប្រអប់ហ្នឹងបងប្អូនយកទៅដល់ប្រើបញ្ចូលពេញតែ 100% ទៅគឺប្រើបានហើយមិនបាច់ចាំកំណត់បញ្ចូលចោល7 8ម៉ោងដូចជំនាន់មុននេះណាចូល7 8ម៉ោងទៅគ្រប់វ៉លគ្រប់វ៉ាត់គ្រប់8វាអត់ទេបញ្ចូលតែមកពេញ 100% ហើយយកមកប្រើទៅបានហើយមិនបាច់ចាំគេថា
ប្រព័ន្ធបច្ចេកវិទ្យាឬរបស់ឥឡូវល្អជាងមុនគេប្រើប្រភេទថ្មស្ងួតឬថ្មល្អអញ្ចឹងហ្នឹងហើយហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ផ្លាស់ប្ដូរថ្មប្ដូរអេក្រង់ប្ដូរគ្រឿងបន្លាស់ផ្សេងតាក់ទងនឹងទូរស័ព្ទស៊ីនល្អបងប្អូនអាចមករកកន្លែងខ្ញុំបានខ្ញុំមានការធានាធំត្រូវច្បាស់លាស់របស់ល្អបាទខ្ញុំរីកមិនណៃនាំឲ្យដោឬរបស់ស៊ីនខ្ញុំណៃនាំឲ្យដោតែរបស់អនធូរថ្លៃខ្ញុំអត់សូវដោទេបងប្អូនមករកក៏ដោយសឹងតែខ្ញុំរីកមិនណៃនាំថាអត់ឲ្យប្រើរបស់អនអញ្ចឹងហ្នឹងហើយអរគុណច្រើនសម្រាប់កម្មវិធីវីដេអូនេះបាយបាយ